លោកសខេងថ្លែងថាក្រសួងមហាផ្ទៃមិនមែនជាកន្លែងប្រមូលផ្ដុំអំណាចដោយរដ្ឋមន្ត្រីមួយចំនួនចោទប្រកាន់នោះឡើយមន្ត្រីខេត្តព្រះសីហនុអះអាងថាសមត្ថកិច្ចពិបាកក្នុងការស្វែងរកភស្តុតាងបទល្មើសជួញដូរមនុស្សពីព្រោះពួកគេឆ្លាតវៃជាងសមត្ថកិច្ចក្រុមហ៊ុនចិនប្រាជ្ញាផលិតមាសឲ្យបានទម្ងន់60គីឡូក្រាមនៅដំណាច់ឆ្នាំ2022នេះបទវិភាគតើពលរដ្ឋត្រូវមានកាតព្វកិច្ចបែបណាក្នុងការចូលរួមអភិវឌ្ឍជាតិកម្ពុជាវៀតណាមប្រាជ្ញាគោរពឯករាជ្យអធិបតេយ្យជាតិនៃប្រទេសទាំងពីរអ្នកនាំពាក្យក្រសួងការងារថាករណីវិវាទក្រុមហ៊ុន Naga World ដល់ដំណាក់កាលឡើងតុលាការហើយមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតប្រឆាំងរុស្ស៊ីកាត់យកទឹកដីអ៊ុយក្រែនធ្វើជារបស់ខ្លួនវាយសម្ពងរុស្ស៊ីយ៉ាងអាម៉ាស់រួមនឹងកម្មវិធី Idea Talk ជាបន្តទៅទៀតនេះខ្ញុំបាទហាសានសូមជូនព័ត៌មានពិស្ដារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងបានច្រានចោលចំពោះការចោទប្រកាន់ពីរដ្ឋមន្ត្រីមួយចំនួនដែលថាក្រសួងមហាផ្ទៃជាកន្លែងប្រមូលអំណាចនិងចាត់ទុកអ្នកដែលចោទនេះថាបណ្ដាលមកពីរដ្ឋមន្ត្រីទាំងនោះបារម្ភខ្លាចបាត់អំណាចខ្លួនឯងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានិងសមិទ្ធផលផ្សេងៗនៅស្រុកសង្កែខេត្តបាត់ដំបងកាលពីថ្ងៃទី10ខែតុលាលោកសខេងថ្លែងថាមន្ត្រីមួយចំនួនបានចោទប្រកាន់ទាំងមិនយល់និងក្តាប់គោលការណ៍គតិយុត្តមិនជាប់ក្នុងពេលកន្លងមកលោកបានណែនាំឲ្យមន្ត្រីទាំងអស់ខិតខំកែតម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យខ្លាំងដើម្បីចាត់ចែងផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមមូលដ្ឋានលោកចាត់ទុករដ្ឋមន្ត្រីនិងមន្ត្រីមួយចំនួនដែលចោទប្រកាន់ក្រសួងមហាផ្ទៃនោះថាបណ្ដាលមកពីមន្ត្រីរូបនោះបារម្ភខ្លាចបាត់អំណាចខ្លួនឯងហើយមិនចង់ផ្ទេរអំណាចទៅឲ្យថ្នាក់ក្រោមជាតិព្រោះបាត់ផលប្រយោជន៍ខ្លួនខណៈមន្ត្រីខ្លះបានកាប់កេងថវិការដ្ឋជាច្រើនលានដុល្លារលោកបញ្ជាក់ថាគម្រោងធ្វើផ្លូវមួយចំណាយប្រាក់ដល់ទៅ$1លានសហរដ្ឋអាមេរិកប៉ុន្តែតម្លៃដែលជាក់ស្ដែងលោកថាអស់តែ$40,000ប៉ុណ្ណោះលោកថាមូលហេតុដែលលោកលើកឡើងដូចនេះមិនមែនជាការហែកផ្ទៃក្នុងខ្លួនឯងទេប៉ុន្តែដោយសារតែលោកមិនអាចទ្រាំចំពោះទង្វើរបស់មន្ត្រីទាំងនោះបានលោកសខេងអះអាងថាអំណាចដែលរូបលោកប្រមូលឲ្យមន្ត្រីថ្នាក់ក្រោមជាតិនោះគឺដើម្បីទៅបម្រើប្រជាពលរដ្ឋម្ចាស់ឆ្នោតមិនមែនយកអំណាចនោះទៅបម្រើផលប្រយោជន៍ក្រសួងមហាផ្ទៃទេលោកថាការទទួលខុសត្រូវសង្គមនៅថ្នាក់មូលដ្ឋានមិនមែនគ្រាន់តែឲ្យមន្ត្រីដើរលើកដៃសំពះពលរដ្ឋដើម្បីឲ្យពលរដ្ឋបោះឆ្នោតឲ្យគណៈបកប្រជាជនទាំងមិនបានដោះស្រាយបញ្ហាជូនពលរដ្ឋនោះទេរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះថាការធ្វើការងារប្រកបដោយការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋប្រសិនបើពលរដ្ឋមានទំនាស់ដីធ្លីទឹកលិចនិងជួបបញ្ហាផ្សេងៗនោះមន្ត្រីទាំងនោះត្រូវចុះទៅដល់ទីតាំងកើតហេតុដើម្បីដោះស្រាយបញ្ហាភ្លាមៗតែម្ដងលោកសខេងថាបន្តថាប្រសិនបើមន្ត្រីបម្រើប្រជាពលរដ្ឋបានល្អនោះគឺគណៈបកកណ្ដាលអំណាចនឹងមិនចាញ់ឆ្នោតឡើយហើយប្រទេសជាតិក៏បានសុខសប្បាយថែមទៀតផងគួរបញ្ជាក់ផងដែរថាសប្តាហ៍នេះក្រសួងមហាផ្ទៃបានធ្វើនិងកំពុងធ្វើកំណែតម្រង់វិមជ្ឈការនិងវិសហមជ្ឈការដែលការងារកំណែតម្រង់នេះគឺជាការងារថ្មីសម្រាប់ប្រទេសកម្ពុជានិងទាមទារឲ្យមានការយកចិត្តទុកដាក់និងការបញ្ញាចិត្តខ្ពស់អភិបាលខេត្តព្រះសីហនុអះអាងថាកងកម្លាំងមានសមត្ថកិច្ចពិបាកក្នុងការស្វែងរកភស្តុតាងចោទប្រកាន់បទល្មើសនៃអំពើជួញដូរមនុស្សខុសច្បាប់នៅលើទឹកដីរបស់ខ្លួននាពេលបច្ចុប្បន្ននេះដោយសារពួកអក្រិតជនបានប្រើប្រាស់ពលកម្មឆ្លាតវៃនិងប្រព័ន្ធព័ត៌មានវិទ្យាឆ្លាតវៃលោកគួយចម្រើនលើកឡើងក្នុងកិច្ចពិភាក្សាជាមួយប្រធានអង្គការ Winrock អន្តរជាតិលោក Mark Taylor កាលពីថ្ងៃទី12ខែតុលាម្សិលមិញថាមិនទាន់មានបណ្ដឹងថ្មីទាក់ទងនឹងអំពើជួញដូរមនុស្សនៅឡើយទេបន្ទាប់ពីរាជរដ្ឋាភិបាលបានបើកយុទ្ធនាការរយៈពេល45ថ្ងៃបង្ក្រាបអំពើជួញដូរមនុស្សដែលត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី2ខែតុលាឆ្នាំ2022កន្លងទៅនេះលោកគួយចម្រើនលើកឡើងថាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានបើកប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដោយការចូលរួមពីកងកម្លាំងប្រដាប់អាវុធនិងអាយកាអមសាលាដំបងចាប់តាំងពីខែមករារហូតដល់ថ្ងៃទី17ខែសីហាឆ្នាំ2022កន្លងទៅនេះនៅគឺបង្ក្រាបបានចំនួន135ករណីលោកបន្តទៀតថាកម្លាំងសមត្ថកិច្ចពិបាកក្នុងការស្វែងរកភស្តុតាងចោទប្រកាន់បទល្មើសនៃអំពើជួញដូរមនុស្សខុសច្បាប់នៅលើទឹកដីរបស់ខ្លួនដោយសារពួកអក្រិតជនប្រើប្រាស់ពលកម្មឆ្លាតវៃនិងប្រព័ន្ធព័ត៌មានវិទ្យាឆ្លាតវៃលោកក៏ចង់បានអ្នកដែលមានបច្ចេកវិទ្យាក្នុងការគ្រប់គ្រងបទល្មើសនៃអំពើជួញដូរមនុស្សខុសច្បាប់និងអ្នកមានបច្ចេកវិទ្យាផងដែរអភិបាលខេត្តព្រះសីហនុរូបនេះបញ្ជាក់ថាចាប់តាំងពីពាក់កណ្ដាលខែសីហារហូតដល់ដើមខែតុលាឆ្នាំ2022កន្លងទៅនេះក្រសួងមហាផ្ទៃទទួលបានបណ្ដឹង253ករណីបន្ថែមទៀតដែលបានកើតមាននៅក្នុងខេត្តនេះទាក់ទងនឹងការបង្ខំមនុស្សខុសច្បាប់ការជួញដូរមនុស្សនិងការប្រព្រឹត្តអាជីវកម្មផ្លូវភេទជាដើមការអះអាងនេះធ្វើឡើងដំណើរពេលដែលប្រទេសកម្ពុជាត្រូវបានគេរកឃើញថាជាប្រទេសដែលកំពុងកើតមាននៅអំពើខុសច្បាប់នានាយ៉ាងអនាធិបតេយ្យដូចជាអំពើជួញដូរមនុស្សការលាងលុយកខ្វក់និងអំពើទុច្ចរិតផ្សេងៗទៀតយ៉ាងធ្ងន់ធ្ងរស្ថាបនិកអង្គការ
អង្គការអភិវឌ្ឍផ្នែកគំនិតលោកសេសុជាតិបានប្រាប់សារព័ត៌មានទៅ Cambodia Daily នៅថ្ងៃនេះថាដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សដែលកំពុងកើតមានប្រងព្រាតក្នុងប្រទេសកម្ពុជាសប្តាហ៍នេះឲ្យមានប្រសិទ្ធភាពជាពិសេសគឺនៅខេត្តប្រស័យអនុផ្ទាល់តែម្ដងនោះលោកគួយចម្រើនមិនអាចពឹងតែលើសមត្ថភាពបង្ក្រាបនៃអង្គភាពតែមួយផ្នែករបស់ខ្លួនបានទេលោកសេសុជាតិលើកឡើងថាដើម្បីទទួលបានភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះរដ្ឋបាលខេត្តប្រស័យអនុអាចស្នើសុំការសហការជាមួយក្រសួងប្រៃសណីនិងទូរគមនាគមន៍ដែលជាស្ថាប័នជំនាញខាងបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហានេះបន្ទាន់មិនអាចដោះសារយករួចខ្លួនពីការទទួលខុសត្រូវក្នុងនាមជាអ្នកគ្រប់គ្រងនោះទេបន្ថែមលើនេះទៀតរដ្ឋបាលខេត្តប្រស័យអនុក៏អាចសុំជំនួយពីក្រសួងការពារជាតិក្រសួងមហាផ្ទៃនិងស្ថាប័នអន្តរជាតិផ្សេងៗទៀតផងដែរដើម្បីធានានៅប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះស្ថាបនិកអង្គការអភិវឌ្ឍផ្នែកគំនិតរូបនេះបញ្ជាក់ថាក្រៅពីសហការជាមួយស្ថាប័នជំនាញរដ្ឋបាលខេត្តប្រស័យអនុត្រូវតែបើកទូលាយបង្ហាញអំពីចំណុចខ្សោយរបស់ខ្លួនដែលគ្មានសមត្ថភាពនឹងបង្ក្រាបអក្រិតជនដើម្បីទទួលយកធាតុចូលពីសាកលវិទ្យាល័យឯកជននានានិងស្ថាប័នពាក់ព័ន្ធមួយចំនួនដែលមានជំនាញខាងបច្ចេកវិទ្យានេះជុំវិញបញ្ហានេះគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្សកាលពីថ្ងៃទី7ខែតុលាឆ្នាំ2022នេះថាខ្លួនបានរកឃើញជនបរទេសដែលបានចូលមកបម្រើការនៅប្រទេសកម្ពុជាចំនួន10ទីតាំងក្នុងខេត្តប្រស័យអនុដែលមានចំនួនជាង2700នាក់ក្នុងនោះមានជនបរទេសដែលមានលិខិតឆ្លងដែនចំនួនជាង1900នាក់និងជនបរទេសដែលគ្មានប័ណ្ណការងារចំនួនជាង1500នាក់គណៈកម្មាធិការនេះបញ្ជាក់ថាបច្ចុប្បន្ននេះជនបរទេសខុសច្បាប់ដែលក្រសួងបានរៀបចំបែបបទបណ្តេញចេញពីប្រទេសកម្ពុជាមានចំនួន685នាក់និងអ្នកដែលកំពុងត្រូវបានរៀបត្រៀមបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាហើយកំពុងតែស្នាក់នៅទីស្នាក់ការគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានចំនួន920នាក់បន្ថែមទៀតកាលពីដើមខែកញ្ញារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងត្អូញត្អែថាប្រទេសកម្ពុជាកំពុងធ្លាក់ចូលក្នុងបញ្ហាធំពីរគឺត្រូវបានគេដាក់ឲ្យស្ថិតនៅក្នុងបញ្ជីប្រភេទនៃក្រុមប្រទេសដែលមានហានិភ័យខ្ពស់ខាងលាងលុយកខ្វក់និងត្រូវគេដាក់ចំណាត់ថ្នាក់ទី3ក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសជួញដូរមនុស្សដែលពិភពលោកបង្កើនការតាមដានសម្រាប់ឆ្នាំ2022នេះផងដែរដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី19ខែកក្កដាក៏បានបញ្ចេញសេចក្តីរាយការណ៍ប្រចាំឆ្នាំ2022ស្តីអំពីការជួញដូរមនុស្សរបស់ខ្លួនផងដែរដែលទម្លាក់ប្រទេសកម្ពុជាប្រទេសវៀតណាមតំបន់ម៉ាកាវនិងប្រទេសផ្សេងទៀតពីបញ្ជីខ្មៅស្ថិតក្រោមការឃ្លាំមើលនៅកម្រិត2 Tier 2 Watch List ទៅកម្រិត3 Tier 3 Watch List ដែលធ្វើឲ្យប្រទេសកម្ពុជាស្ថិតនៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សធ្ងន់ធ្ងរសប្តាហ៍នេះ